bà chỉ biết xua bọc mai bằng bộ được ở kia bà ngày đi đây nhâm đừng nói bằng bộ từ tu sna nữ kapal muối miền nhiều anh tại chiến đánh quạt mà lên như con tờ lêประกรรมជារបស់យើងស្ថិតនៅក្នុងឃុំអង្គរបានបាទហើយនេះជាទស្សនវិជ្ជាមួយដែលខ្ញុំបានធ្វើដំណើរតាមម្ដងផ្លូវដោយឃើញមានបងប្អូនប្រជាពលរដ្ឋគាត់កំពុងតែរៀបចំដាក់លក់ដូរនៅអឺតាក់ទងជាមួយនឹងឆៃថាវមានខ្ទឹមជ្រក់ខ្ទឹមអីជាដើមបាទហើយនេះជាទស្សនវិជ្ជាដែលយើងឆ្លងកាត់ស្ពានដែកមួយដែលវាមានសភាពទ្រុឌទ្រោមមែនទែនហើយគេហាមគាត់មិនអោយឡានលើសពី15តោនទេក្នុងការបរឆ្លងកាត់នេះបាទហើយនេះទស្សនវិជ្ជាមួយដែលយើងបានធ្វើដំណើរចូលទៅទន្លេហើយនេះនៅក្នុងភូមិបងប្អូនប្រជាពលរដ្ឋឃើញហើយមានដំណាំមានចេកមានខ្នុរមានអីជាដើមបាទបងប្អូនបានឃើញហើយយើងទៅចដល់ច្រាំងមាត់ទន្លេហើយយើងឃើញពីសកម្មភាពនៃការបាក់ច្រាំងទន្លេមែនតើហើយនេះជាទស្សនវិជ្ជាដែលភ្ញៀវទេសចរហ្នឹងគឺមកពីខាងឥណ្ឌូនេស៊ីបាទនោះបងប្អូនឃើញទង់ជាតិទេបាទហើយខ្ញុំអត់មានអ្វីច្រើនទេវីដេអូហ្នឹងគឺខ្ញុំគ្រាន់តែចង់បង្ហាញទៅកាន់ពុកម៉ែបងប្អូនឲ្យបានឃើញទស្សនវិជ្ជានៃមាត់ទន្លេក្នុងប្រទេសកម្ពុជារបស់យើងគឺស្រស់ស្អាតមែនតើបាទហើយនេះជាទស្សនវិជ្ជានៃការបាក់ច្រាំងនៅពេលដែលទឹកឡើងមកបាទហើយនេះជាទស្សនវិជ្ជាមួយដែលយើងបានកំពុងតែនៅមាត់ទន្លេយើងផ្ទាល់តែម្ដងដើម្បីជាការថតនៅបង្ហាញពុកម៉ែបងប្អូនឲ្យបានឃើញនៅទស្សនវិជ្ជាមួយនៅពេលរសៀលបាទហើយពុកម៉ែបងប្អូនឃើញហើយគឺទន្លេមេគង្គរបស់យើងគឺធំមែនតើបាទហើយទឹកឡើងថ្លាឆ្វេងតែម្ដងបាទហើយវីដេអូរបស់ខ្ញុំពុំមានអ្វីច្រើនទេមានតែប៉ុណ្្នឹងហើយខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នាចូលចិត្តតាមដានវីដេអូរបស់ខ្ញុំបន្តទៀតនិងគាំទ្រជួយ share ជួយ like ជួយ comment ហើយជួយ subscribe ម្នាក់មួយផងបាទអរគុណច្រើនជាចុងក្រោយសូមជម្រាបលាអរគុណដល់ពុកម៉ែបងប្អូនដែលចូលចិត្តតាមដានអរគុណច្រើនបាទ